អាយដាមគឹមរដ្ឋាភិអភិបាលខេត្តព្រះវិហារទទួលជួបសម្ដែងការគួរសមជាមួយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជានៅរសៀលថ្ងៃទី17ខែឧសភាឆ្នាំ2025អាយដាមគឹមរដ្ឋាភិអភិបាលខេត្តព្រះវិហារទទួលជួបសម្ដែងការគួរសមជាមួយសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាស្ថិតនៅសាលប្រជុំប្រាសាទព្រះវិហារអគាររដ្ឋបាលសាលាខេត្តជាន់ទី3ដែលពិធីនេះមានការចូលរួមពីសំណាក់លោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជំនាញខេត្តលោកនាយករដ្ឋបាលសាលាខេត្តនិងបងប្អូនប្រជាកសិករមកពី26សហគមន៍ក្នុងខេត្តព្រះវិហារមានប្រសាសន៍ក្នុងឱកាសនោះអាយដាមគឹមរដ្ឋាភិបានឲ្យដឹងថាយើងគ្រប់គ្នារស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយគឺគ្មាននរណាអាចប្រព្រឹត្តនិងជៀសផុតពីច្បាប់បានឡើយអាស្រ័យហេតុនេះសូមឲ្យបងប្អូនកុំប្រព្រឹត្តអ្វីដែលល្មើសនឹងច្បាប់ដែលនាំឲ្យមានទោសដល់ខ្លួនក្នុងឱកាសនោះដែរអាយដាមក៏បានលើកឡើងពីបទល្មើសធនធានធម្មជាតិបរបាញ់សត្វព្រៃនិងការទន្ទ្រានយកដីព្រៃរបស់រដ្ឋពីសំណាក់ជនខិលខូចមួយចំនួនជាមួយគ្នានេះដែរអាយដាមក៏បានលើកទឹកចិត្តឲ្យបងប្អូនក្នុងសហគមន៍កសិករកម្ពុជាត្រូវចូលរួមថែរក្សាការពារតំបន់សហគមន៍ដែលបានអភិរក្សដើម្បីយើងទាំងអស់គ្នាទុកជាទីតាំងបង្កើនមុខរបរដោយទាញយកផលប្រយោជន៍ពីផលអនុផលព្រៃឈើដើម្បីបានប្រាក់ចំណូលមកផ្គត់ផ្គង់គ្រួសារតាមរយៈការរកផ្សិតជាជ័ររកឃ្មុំនិងចិញ្ចឹមសត្វព្រមទាំងមុខរបរផ្សេងៗទៀតដែលច្បាប់មិនបានហាមឃាត់ជាមួយគ្នានេះដែរអាយដាមក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃសម្ព័ន្ធសហគមន៍កសិករកម្ពុជាដែលបានបង្កើតសហគមន៍និងដឹកនាំគ្រប់គ្រងចងក្រងបណ្ដាញកសិកររបស់យើងរហូតមកដើម្បីលើកស្ទួយនៅវិស័យកសិកម្មក្នុងឱកាសនោះដែរអាយដាមក៏បានលើកឡើងថាការជួបជុំគ្នានៅពេលនេះដើម្បីបង្កើនកិច្ចសហប្រតិបត្តិការបានល្អនិងជំរុញឲ្យសកម្មភាពរបស់យើងកាន់តែមានភាពសកម្មបន្ថែមទៀតតែសូមឲ្យសហគមន៍មានការពិគ្រោះយោបល់ជាមួយជំនាញនិងសហការជាមួយអាជ្ញាធរដើម្បីធ្វើអ្វីៗឲ្យស្របទៅតាមច្បាប់